ភាគទី4ស្ដីពីការពិភាក្សាសុវត្ថិភាពមុនពេលចាប់ផ្ដើមការងារតើវាសំខាន់យ៉ាងណាខ្ញុំជាមន្ត្រីសុវត្ថិភាពសូមនាំលោកអ្នកទៅជួបជាមួយប្រព័ន្ធផ្សព្វផ្សាយសិក្សាសុវត្ថិភាពក្នុង App 4ស្ដីពីការពិភាក្សាសុវត្ថិភាពមុនពេលចាប់ផ្ដើមការងារតើវាសំខាន់យ៉ាងណាកុំធ្វើអីមានរឿងអ្វីជាងារីហេតុអ្វីមកខាត់យើងកំពុងតែប្រញាប់មិនចង់សម្រាប់ញ៉ាំបាយយូរទេឃ្លានហើយស្ទើរតែទៅហើយមែនទេអ្នកមិនអាចដល់ប្រើប្រាស់ទូភ្លើងនេះបានទេអូហេតុអ្វីទៅនេះបង្ហាញថាជាងកេងខ្លាមិនបានចូលរួមការពិភាក្សាសុវត្ថិភាពមុនពេលចាប់ផ្ដើមការងារនៅព្រឹកនេះមែនទេមែនហើយយើងភ្ញាក់យឺតក៏មិនបានមកចូលរួមកាលពីយប់មិញភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យប្រព័ន្ធខ្សែដេររបស់ទូភ្លើងខូចខាតមន្ត្រីពន្លឿងបានប្រាប់ហើយថាថ្ងៃនេះហាមអ្នកទាំងអស់គ្នាប្រើទូភ្លើងនេះរហូតដល់ជាងភ្លើងជួសជុលរួចរាល់អូហូស្ទើរតែទៅហើយពិតមែនបើមិនដូច្នោះទេយើងប្រហែលជាត្រូវភ្លើងឆក់ទៅហើយអរគុណអ្នកខ្លាំងណាស់អារីកុំមើលរំលងការចូលរួមការពិភាក្សាសុវត្ថិភាពមុនពេលចាប់ផ្ដើមការងាររាល់ថ្ងៃបើមិនដូច្នោះទេយើងប្រហែលជាខកខានរឿងសំខាន់ដែលក្រុមការងារនិយាយគ្នាដោយមន្ត្រីសុវត្ថិភាពកម្រិតវិជ្ជាជីវៈឬមន្ត្រីសុវត្ថិភាពកម្រិតប្រធានក្រុមត្រូវតែជាអ្នកដឹកនាំក្នុងការធ្វើសកម្មភាពជាពិសេសការជួយមើលការខុសត្រូវការពាក់ឧបករណ៍ការពារគ្រោះថ្នាក់ផ្ទាល់ខ្លួននិងការត្រៀមឧបករណ៍ឲ្យរួចរាល់មុនពេលចាប់ផ្ដើមការងារព្រោះសុវត្ថិភាពក្នុងការងារអ្នកប្រតិបត្តិការគ្រប់រូបត្រូវតែចូលរួមឲ្យទាន់ពេលវេលារួមគ្នាផ្ដល់យោបល់និងជួយត្រួតពិនិត្យចំណុចខ្វះខាត